준비하고 나 맡은 일 충성 Your kingdom come ម៉ូសេបានធំធាត់ឡើងក្នុងទឹកដីស្រុកអេស៊ីបប៉ុន្តែគាត់មិនបានភ្លេចជនជាតិអ៊ីស្រាអែលដែលរស់នៅយ៉ាងឈឺចាប់ក្នុងភាពជាទាសករនោះឡើយថ្ងៃមួយម៉ូសេក៏បានដើរឆ្លងកាត់កន្លែងដែលជនជាតិអេស៊ីបកំពុងធ្វើការនៅទីនោះគាត់បានឃើញជនជាតិអេស៊ីបកំពុងវាយធ្វើបាបជនជាតិហេប្រឺឈប់ងើបឡើងលៀមចង់ធ្វើការហើយពេលម៉ូសេឃើញជនជាតិអ៊ីស្រាអែលវាយធ្វើបាបជនជាតិហេប្រឺដែលជាសាសរបស់ខ្លួនគាត់មានការខឹងជាខ្លាំងដូច្នេះហើយម៉ូសេក៏បានសម្លាប់បុរសដែលជាជនជាតិអេស៊ីបនោះទៅដំណឹងដែលម៉ូសេបានសម្លាប់ជនជាតិអេស៊ីបនេះក៏បានលើពាសពេញព្រះរាជវាំងនៅពេលដែលព្រះចៅផារ៉ោនជ្រាបដំណឹងនេះហើយទ្រង់បានបញ្ជាឲ្យគេចាប់ម៉ូសេដើម្បីយកទៅសម្លាប់ម៉ូសេក៏បានរត់គេចខ្លួនពីព្រះចៅផារ៉ោនទៅឯវាលរហោឋាននៅស្រុកម៉ាឌៀនបាត់ទៅម៉ូសេរស់នៅក្នុងស្រុកម៉ាឌៀនប្រកបរបរជាអ្នកគង្វាលម៉ូសេបានចាប់ផ្ដើមភ្លេចថាខ្លួនឯងធ្លាប់រស់នៅក្នុងព្រះរាជវាំងនៃស្រុកអេស៊ីបដែលជាកន្លែងដែលប្រជាជនអ៊ីស្រាអែលធ្លាប់រងទុក្ខវេទនាក្រោមការគៀបសង្កត់របស់ជនជាតិអេស៊ីបក្រោយមកនៅពេលមួយដែលម៉ូសេឃ្វាលវងសត្វរបស់គាត់ឡើងទៅលើភ្នំហោរ៉ែបគាត់បានឃើញមានអ្វីម្យ៉ាងដ៏ចម្លែកអូវាគ្រាន់តែជាភ្លើងដែលឆេះចេញពីកំពង់ព្រៃទេតែហេតុអ្វីបានជាកំពង់ព្រៃមិនឆេះដូច្នេះតើវាកើតឡើងយ៉ាងដូចម្តេចបានបន្ទាប់មកគាត់ក៏បានលើព្រះសូរសៀងរបស់ព្រះជាម្ចាស់លេចឡើងមកម៉ូសេអើយអ្នកណាតើលោកជានរណាម៉ូសេយើងគឺជាព្រះដែលឪពុកឯងតែងគោរពបម្រើគឺជាព្រះរបស់អាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបពេលនោះលោកម៉ូសេបានខ្ទប់មុខព្រោះមិនហ៊ានមើលព្រះជាម្ចាស់ម៉ូសេយើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីបហើយយើងក៏បានឮសម្រែករបស់គេព្រោះតែមេត្រួតត្រាវាយដំដែរដូច្នេះយើងនឹងបញ្ជូនឯងទៅឯព្រះចៅផារ៉ោនដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីបពេលម៉ូសេលើពាក្យទាំងនោះហើយគាត់ផិតភ័យជាខ្លាំងបបិទ្ធព្រះអង្គទូបង្គំមានឋានៈអ្វីបានជាទូបង្គំត្រូវទៅជួបព្រះចៅផារ៉ោននិងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះតាំងពីដើមមកទូបង្គំមិនមែនជាមនុស្សពូកែវោហារទេត្បិតទូបង្គំមិនប្រសពនិយាយកុំឲ្យខ្លាចអ្វីឡើយយើងនឹងគង់នៅជាមួយឯងយើងនឹងបញ្ជូនអឺរ៉ុនជាបងប្រុសរបស់ឯងឲ្យទៅជាមួយរីឯយើងវិញយើងនឹងគង់នៅជាមួយឯងហើយប្រាប់អំពីអ្វីដែលឯងត្រូវនិយាយផងលោកម៉ូសេនិងលោកអឺរ៉ុនក៏បានចាកចេញទៅស្រុកអេស៊ីបព្រះអង្គសូមដោះលែងឲ្យប្រជាជនអ៊ីស្រាអែលចាក់ចេញទៅដើម្បីឲ្យពួកគេធ្វើដំណើរទៅកាន់វាលរហោស្ថានហើយថ្វាយបង្គំដល់ព្រះជាម្ចាស់តើព្រះជាម្ចាស់របស់ឯងជាអ្នកណាហើយព្រះរបស់ឯងត្រូវជាអ្វីនឹងយើងមិនស្គាល់ព្រះរបស់ឯងទេយើងមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយព្រះចៅផារ៉ោនមិនចង់ដោះលែងប្រជាជនអ៊ីស្រាអែលនោះទេព្រោះស្ដេចចង់ទុកពួកគេធ្វើជាទាសកររបស់ទ្រង់នៅពេលដែលព្រះចៅផារ៉ោនមិនព្រមជឿនៅសេចក្តីដែលលោកម៉ូសេបានប្រាប់ម៉ូសេបានឲ្យដំបងទៅកាន់អឺរ៉ុនហើយក៏បោះនៅចំពោះមុខស្ដេចដំបងនោះក៏បានคล้ายទៅជាពស់ប៉ុន្តែព្រះចៅផារ៉ោននៅតែមានព្រះハរតីរឹងជជែកមិនព្រមធ្វើតាមលោកម៉ូសេនិងលោកអឺរ៉ុននោះទេមិនត្រឹមតែប៉ុណ្ណោះស្ដេចបែរជាធ្វើទរណកម្មដល់ជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតព្រះជាម្ចាស់មានព្រះハរតីខ្ញាល់ជាខ្លាំងម៉ូសេចូលធ្វើឲ្យទឹកទន្លេនៅក្នុងស្រុកអេស៊ីបទាំងមូលคล้ายទៅជាឈាមទៅពេលនោះទឹកទន្លេនៅក្នុងស្រុកអេស៊ីបទាំងមូលក៏បានคล้ายទៅជាឈាមដោយអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលស្រុកអេស៊ីបទាំងមូលគ្មានទឹកស្អាតសម្រាប់បរិភោគនោះឡើយរីឯស្ដេចផារ៉ោនវិញក៏នៅតែមានចិត្តរឹងរូសដូច្នេះព្រះជាម្ចាស់បានដាក់គ្រោះកាចបន្ថែមទៀតមកលើស្រុកអេស៊ីបមានកង្កែបមូសរុយជំងឺអាសន្នរោគ
ជំងឺបោសព្រិលកណ្ដូបនិងភាពងងឹតអន្តកាលប៉ុន្តែព្រះចៅផារ៉ោននៅតែមានអ្នកមិនព្រមដោះលែងប្រជាជនអ៊ីស្រាអែលឡើយទីបំផុតព្រះជាម្ចាស់ក៏បានដាក់គ្រោះកាចចុងក្រោយបង្អស់ ម៉ូសេអើយនៅកណ្ដាលអាត្រៀតយើងនឹងឆ្លងកាត់ស្រុកអេស៊ីបហើយកូនច្បងនិងកូនដំបងនៃវងសត្វទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ចំណែកឯផ្ទះរបស់ប្រជាជនអ៊ីស្រាអែលដែលបានលាបឈាមសត្វនៅលើគ្រប់ទ្វារទាំងសងខាងនោះយើងនឹងរំលង នៅយប់នោះមានសម្រាយទ្រហោយំយ៉ាងខ្លាំងក្នុងស្រុកអេស៊ីបទាំងមូលដោយព្រោះគ្រោះកាចទី10នេះកូនច្បងរបស់ជនជាតិអេស៊ីបទាំងអស់បានស្លាប់បុត្រច្បងរបស់ព្រះចៅផារ៉ោនក៏ត្រូវបានព្រះជាម្ចាស់ប្រហារជីវិតផងដែរពេលនោះព្រះចៅផារ៉ោនក៏បានហៅលោកម៉ូសេមកហើយមានព្រះបន្ទូលថា ចូលនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅចូលនាំគ្នាទៅបម្រើព្រះអង្គម្ចាស់ដោយអ្នករាល់គ្នាបានសូមនោះទៅចូលនាំទាំងវងឈាមវងគោទៅជាមួយតាមសំណងពររបស់អ្នករាល់គ្នាចុះ នៅទីបំផុតប្រជាជនអ៊ីស្រាអែលក៏បានចាកចេញពីស្រុកអេស៊ីបហើយធ្វើដំណើរទៅជាមួយលោកម៉ូសេ